អ្នកគ្រូមិនលេបថ្នាំចាស់12ម៉ោងហើយដល់ខែមករដូវហើយអត់ឃើញមកអញ្ចឹងអ្នកគ្រូចាបងតាក់តងជាមួយនឹងការប្រើថ្នាំចាស់12ម៉ោងគឺជាប្រភេទថ្នាំពជាកណាត់បន្ទាន់ដែលយើងប្រើក្រោយពេលដែលយើងរួមភេទអត់បានការពារគឺ72ម៉ោងចុះក្រោមប៉ុន្តែបើពេលវេលាដែលប្រើល្អហ្មងគឺ24ម៉ោងចុះក្រោមគឺជាពេលវេលាមួយដែលវាមានប្រសិទ្ធភាពខ្លាំងជាងចិត្តដល់72ម៉ោងប៉ុន្តែបងត្រូវដឹងតាក់ទងជាមួយនឹងផលរំខានក្រោយប្រើថ្នាំ72ម៉ោងជាទូទៅផលរំខានរបស់ថ្នាំ72ម៉ោងគឺធ្វើឲ្យយើងឈឺក្បាលវិលមុខជាពិសេសនោះគឺតាក់ទងជាមួយនឹងការមករដូវអ្នកខ្លះគាត់មានការមករដូវរអាក់រអួលមានការធ្លាក់ឈាមតិចឬក៏មានការធ្លាក់ឈាមច្រើនឬក៏អាចធ្លាក់ឈាម2 3ដងនៅក្នុងមួយខែឬក៏អាចនឹងមានការមករដូវហ្នឹងគឺលើសចូលរយៈពេល3 4ថ្ងៃអ្នកខ្លះលើសចូលដល់កន្លះខែឬក៏មួយខែទាំងអស់ហ្នឹងគឺជាផលរំខានរបស់ថ្នាំ72ម៉ោងអញ្ចឹងសម្រាប់បងដែលគាត់អាសាប្រើថ្នាំ72ម៉ោងគឺត្រូវយល់ដល់ពីការប្រើប្រាស់ឲ្យបានច្បាស់លាស់ព្រោះមានអ្នកខ្លះគាត់មកទិញខ្លួនឯងគឺគាត់ដឹងការប្រើប្រាស់ច្បាស់ទេអ្នកខ្លះក៏គាត់ផ្ញើឲ្យកូនឬក៏ផ្ញើឲ្យក្មេងមកទិញអញ្ចឹងគឺគាត់អត់ដឹងទេថាការប្រើប្រាស់ឲ្យច្បាស់ហ្នឹងគឺបែបណាឧទាហរណ៍ថាសម្រាប់បងដែលគាត់មករដូវថ្ងៃទី15ប៉ុន្តែគាត់បាននៅជាមួយគ្នាថ្ងៃទី10ឬក៏11អីចឹងទៅឬក៏13ប៉ុន្តែតាក់ទងនឹងការប្រើថ្នាំនឹងហើយដល់ថ្ងៃទី15ហើយគាត់នៅតែអត់ឃើញមករដូវវាអាចនឹងលោទៅដល់ថ្ងៃទី20ជាងឬក៏ពេលខ្លះនៅជាមួយគ្នាហើយភ្លាមស្អែកឡើងធ្លាក់ឈាមមកអញ្ចឹងបងនឹងមានការព្រួយបារម្ភខ្លាំងប៉ុន្តែទាំងអស់ហ្នឹងគឺជាការប្រែប្រួលនៃការមករដូវហើយការធ្លាក់ឈាមហ្នឹងគឺជាការមករដូវធម្មតាគ្រាន់ថាវាអាចនឹងមកខុសពេលឬក៏ខុសថ្ងៃដោយរាល់ខែដែលបងមកហើយចំពោះករណីមួយទៀតសម្រាប់បងដែលគាត់កំពុងតែមករដូវបានមួយថ្ងៃ2ថ្ងៃគាត់នៅជាមួយគ្នាអញ្ចឹងខ្ញុំគឺអត់ណែនាំឲ្យបងប្រើថ្នាំ72ម៉ោងទេព្រោះកំឡុងពេលដែលបងកំពុងតែមករដូវហ្នឹងគឺបងអត់អាចមានភាគរយនៅក្នុងការមានកូនបានទេជាពិសេសគឺអត់មានការខ្ជាក់មេជីវិតនេះមកបានទេអញ្ចឹងសម្រាប់បងដែលគាត់មករដូវខ្ទង់មួយថ្ងៃ2ថ្ងៃអីហ្នឹងគឺគាត់អត់ចាំបាច់ប្រើថ្នាំ72ម៉ោងទេព្រោះអត់មានភាគរយនៅក្នុងការមានកូនប៉ុន្តែមួយទៀតបើក្នុងករណីបងមករដូវរាល់ខែគឺថ្ងៃទី1ដល់ពេលថ្ងៃទី9បងនៅជាមួយគ្នាអញ្ចឹងថ្ងៃទី9ហ្នឹងគឺបងអាចប្រើថ្នាំ72ម៉ោងបានព្រោះថ្ងៃហ្នឹងគឺជាថ្ងៃដែលអាចបងមានកូនបាននៅកំឡុងពេលដែលបងនៅជាមួយគ្នាអញ្ចឹងខ្ញុំចង់បញ្ជាក់ជាមួយបងម្ដងទៀតជាពិសេសបងដែលគាត់កំពុងតែមករដូវហើយគាត់នៅជាមួយគ្នាអត់បានការពារអញ្ចឹងគាត់អត់ចាំបាច់ប្រើថ្នាំ72ម៉ោងទេគឺមិនឲ្យគាត់មានកូនបានទេចំពោះបងដែលគាត់មករដូវហើយឧទាហរណ៍ថាបើគាត់មករដូវហើយពីថ្ងៃទី1ដល់ថ្ងៃទី5អញ្ចឹងចាប់ពីថ្ងៃទី5ហ្នឹងបងរាប់ឲ្យគ្រប់10ថ្ងៃទៅចាប់ពីថ្ងៃទី5ដល់ថ្ងៃទីប៉ុន្មានគឺចន្លោះពេលហ្នឹងហើយនឹងមានមួយថ្ងៃធ្លាក់មេជីវិតញីមកអញ្ចឹងបើចន្លោះថ្ងៃហ្នឹងបងនៅជាមួយគ្នាអត់បានការពារអញ្ចឹងបងអាចប្រើថ្នាំ72ម៉ោងដើម្បីការពារបានព្រោះភាគរយនៅចន្លោះ10ថ្ងៃហ្នឹងគឺមានភាគរយខ្ពស់នៅក្នុងការមានកូនច្រើនអញ្ចឹងសម្រាប់បងមុននឹងសម្រាប់ចិត្តថាប្រើថ្នាំ72ម៉ោងត្រូវយល់ដឹងពីការប្រើប្រាស់ក៏ដូចជាផលរំខានរបស់វាឲ្យច្បាស់ពេលទៅទិញពីគ្រូពេទ្យត្រូវសួរនាំគ្រូពេទ្យឲ្យបានច្បាស់លាស់កុំចេះតែប្រើក្មេងឬក៏ទៅទិញខ្លួនឯងហើយយកមកប្រើខ្លួនឯងផ្ដេសផ្ដាសតាមគេតាមឯងជាទូទៅសម័យឥឡូវនេះគឺមានបងដែលគាត់ប្រើថ្នាំ72ម៉ោងច្រើនអ្នកខ្លះមួយខែគាត់ប្រើម្ដងអ្នកខ្លះមួយខែប្រើដល់2 3ដងអញ្ចឹងកុំប្រើញឹកញាប់ពេកគឺធ្វើឲ្យបញ្ហាសុខភាពស្បូននិងជួបបញ្ហាច្រើនជាពិសេសតាក់ទងជាមួយនឹងការធ្លាក់ឈាមឬក៏ការមករដូវនឹងផង